ខ្មែរបងប្អូនពីបង្កើត account Facebook បងប្អូនដោយប្រើ account Gmail ហើយយើងត្រូវតែបង្កើត account Facebook ដោយប្រើ Gmail ដោយសារតែវាអត់ងាយ log ដូចជាបង្កើតលេខទូរស័ព្ទទេបងប្អូនណាបើយើងបង្កើតនឹងលេខទូរស័ព្ទវាឥឡូវនេះវាតែងតែ block របស់យើងចោលបងប្អូនហើយយើងបង្កើតនឹង account Gmail វាអត់ងាយ block យើងចោលបងប្អូនហើយជាដំបូងខ្ញុំចូលទៅកាន់ Facebook បងប្អូនណាដើម្បីបង្កើត account Facebook ដោយប្រើ Gmail ចូលទៅកាន់ Facebook របស់គ្នាមកបន្ទាប់ពីវាចេញកន្លោនបែបនេះបងប្អូនណាចូល Facebook បន្ទាប់មកវាមាន3កន្លែងទី1គឺ login ទី2គឺកន្លែង forgot password គឺកន្លែងភ្លេច password បងប្អូនហើយទី3កន្លែងពណ៌បៃតងគឺកន្លែងបង្កើត account Facebook ថ្មីបងប្អូនណាគឺដាក់ create new Facebook account ទៅនេះមកយើងចូលទៅនឹងមកចូលត្រង់នឹងមកហើយបន្តទៀតបងប្អូនចុច next មកចុច next កន្លែង join Facebook ហើយបន្តទៀតវាឲ្យយើងវាយអក្សរគឺជាឈ្មោះយើងមកចូលឈ្មោះបងប្អូនណាយើងត្រូវដាក់បើដាក់ភាសាខ្មែរក៏វា block វានេះដែរបងប្អូនណាវាតែងតែ block បើដាក់អក្សរអង់គ្លេសគឺវាអត់ងាយ block យើងចោលទេបងប្អូនអញ្ចឹងខ្ញុំសូមបញ្ចូលអក្សរចូលឈ្មោះដាក់មកខ្ញុំដាក់មកអាប់ដេតបងប្អូនណាសូមបងប្អូនដាក់ថ្មីអាប់ដេត2013ពីនេះមកដោយសារយើងដាក់អក្សរក៏ដោយសារយើងដាក់លេខសិតក៏វាអត់ទទួលដែរបងប្អូនដាក់អក្សរពីហើយយើងលុបនេះចោលហើយមកផាសត្រង់នេះបន្ទាប់ពីយើងមកចូលឈ្មោះហើយបងប្អូនណាយើងចុចកន្លែង next មកកន្លែង next បន្ទាប់ទៀតគេឲ្យយើងរើសខែឆ្នាំកំណើតបងប្អូនយើងកើតខែណាឆ្នាំណាយើងដាក់មកប៉ុន្តែយើងដាក់ខុសក៏បានដែរបងប្អូនប៉ុន្តែឲ្យដែលលើ18ឆ្នាំកុំក្រោម18ឆ្នាំអញ្ចឹងខ្ញុំរើសមកខ្ញុំដាក់ឆ្នាំ2000ខែ2អស់បងប្អូនទោះថ្ងៃទី2បងទី2ហើយដាក់ខែ2បងប្អូនស្រួលចាំព្រោះតែថ្ងៃក្រោយបើខ្លួននៅ blog យើងត្រូវការនេះបងប្អូនត្រូវការខែឆ្នាំកំណើតហ្នឹងបើគេ blog យើងត្រូវការហ្នឹងបងប្អូនគឺយើងមិនអាចរើស friend យើងដល់ 4-5 ពាន់នាក់នោះបងប្អូនយើងមិនអាចរើសគ្រប់ទេយើងត្រូវតែយកខែឆ្នាំកំណើតយកទៅយក Facebook ដែលគេ blog ចោលជាវិញបងប្អូនហើយបន្តទៀតចុច next មកហើយគេដាក់យើងជ្រើសប្រុសឬក៏ស្រីបងប្អូនណា mail ប្រុស mail ស្រីបងប្អូនណាយើងប្រុសយើងដាក់ប្រុសហើយបន្តទៀតចុច next បងប្អូនចុច next ហើយត្រង់នេះគឺវាលើទូរស័ព្ទប៉ុន្តែត្រង់នេះគឺកន្លែងបញ្ចូលលេខទូរស័ព្ទទេបងប្អូនបើបងប្អូនចង់បញ្ចូលលេខទូរស័ព្ទគឺបញ្ចូលត្រង់នេះបានប៉ុន្តែខ្ញុំអត់បញ្ចូលទេខ្ញុំដាក់កន្លែង sign up with email address ចូលមកខាងក្រោមនេះមកគឺ
ហើយបន្ទាប់ទៀតវា load Gmail មកយើងអត់យក Gmail នេះទេយើងខ្ញុំដាក់ Gmail មួយទៀតបងប្អូនសូមសិនហើយខ្ញុំសូមទៅ copy នៅក្នុង browser មួយមកខ្ញុំទៅ copy សិនហើយបន្ទាប់មកខ្ញុំនឹង copy Gmail នេះយកទៅប្រើប្រាស់ក្នុង account Facebook បងប្អូនអញ្ចឹងខ្ញុំសូម copy យកជារលហើយបន្ទាប់ពី copy ហើយយើងយកទៅផាសក្នុង Facebook បងប្អូនបន្ទាប់ពីយើងបាន copy account Gmail មកហើយយើងត្រូវតែផាសចំកន្លែងនេះបងប្អូនណាចូលផាសវាមកអូនណោះអូ copy ទៀតបានទេបងប្អូនខ្ញុំសុំ copy ម្ដងទៀតមិញតែ copy វាអត់មកបន្ទាប់ពីយើងដាក់ Gmail រួចហើយបងប្អូនណាហើយបន្ទាប់ទៀតចុច next មកហើយបន្ទាប់ទៀតគេឲ្យយើងបញ្ចូល password គឺជាលេខសម្ងាត់គឺជាពាក្យសម្ងាត់ដោយជាអក្សរដើមដល់អក្សរធំអូនណាដូចជាខ្ញុំដាក់ដូចជាដោយបានគ្រប់6ខ្ទង់កុំឲ្យប៉ះបងប្អូនណាដាក់អក្សរ3ខ្ទង់មកដាក់លេខ3ខ្ទង់មកឬក៏ដាក់ច្រើនជាងនឹងក៏មិនអីដែរឲ្យតែយើងចាំខ្លួនយើងហើយបើភ្លេច password ក៏មិនអីដែរបងប្អូនយើងអាចយក account នេះយកមកប្រើប្រាស់បានដោយតែគ្រាន់តែមានបើយើងបង្កើតដោយ Gmail យើងយកត្រូវយក account Gmail ហ្នឹងហើយបើយើងយកប្រើដោយលេខទូរស័ព្ទគឺយើងយកលេខទូរស័ព្ទហ្នឹងយកមកទទួលកូដដើម្បីបដូរ password បងប្អូនដែលយើងភ្លេចហ្នឹងអញ្ចឹងខ្ញុំសូមឧទាហរណ៍ដូចជាអញ្ចឹងទៅហើយយើងដាក់លេខ3គុំចេះមកហើយបន្ទាប់ទៀតចុច next បងប្អូនណាប៉ុន្តែខ្ញុំអត់យកទេ password ហ្នឹងខ្ញុំលោកចេញខ្ញុំសូម stop តិចសិនដើម្បីខ្ញុំបញ្ចូល password ត្រឹមត្រូវហើយបន្ទាប់ពីបញ្ចូលហើយយើងចុច next គ្រាន់តែចុច next បងប្អូនណាចុច next ខាងក្រោមហ្នឹងមកបន្ទាប់ពីយើងបញ្ចូល password ហើយយើងចុច next រួចហើយមានកន្លែងត្រង់នេះគេឲ្យយើងចុចត្រង់នេះកន្លែង update កន្លែងអីយើងមិនបាច់ទេយើងចុចកន្លែង sign up មកហើយបន្តទៀតវានឹង create your account បងប្អូនណាហើយឲ្យរឿងយើងរងចាំអូវាអត់ឲ្យដាក់ទេវាអត់ឲ្យយើងដាក់ឈ្មោះទេបងប្អូនអញ្ចឹងទេខ្ញុំសូមកែបន្តិចខ្ញុំសូមដាក់កែត្រង់នេះមកកែត្រង់នេះបន្តិចតិចសាររបស់ម្ដងទៀតបងប្អូនអូនៅតែដដែលអញ្ចឹងខ្ញុំសូមលុបលេខចោលខ្លាចវាមកពីលេខបងប្អូនទៅចុចនេះដដែលអូអញ្ចឹងខ្ញុំសូមដាក់បន្ទាប់ពីយើងបញ្ចូលឈ្មោះត្រូវបងប្អូនវានឹងពេញសញ្ញាដៃហើយវាដាក់នឹង sign in sign ហើយវាឲ្យយើងរងចាំសូមចាំបន្តិចបងប្អូនដោយសារតែវាអត់តាន់ដំណើរការទេហើយបន្តទៀតដាក់ខាងនេះមួយសួរ save password ក៏អត់ save ទេប៉ុន្តែ password បងប្អូនចុចត្រង់នេះមកកន្លែង save password ដើម្បីលុបលើក្រោយ
ហើយបន្តទៀតវានឹង load ហើយបងប្អូនសូមចាំមក plate បន្តទៀតវាឲ្យយើង confirm number ឬក៏ទេប៉ុន្តែខ្ញុំអត់ confirm លេខទូរស័ព្ទទេគឺខ្ញុំដាក់ទៅ Gmail ខ្ញុំដាក់ confirm with code ត្រង់នេះមកហើយបន្តទៀតយើងវាឲ្យយើងយកទៅក្នុងយកអស់ទាំងសួងផងវាឲ្យយើងយកលេខកូដក្នុង account Gmail បន្តមកខ្ញុំយកលេខកូដ account Gmail ជួយ stop ទីមក browser ដែលយើងចូលមិញហើយបន្ទាប់ពីចូលមកក្នុង browser ហើយបងប្អូននេះក្រុមហ៊ុន Facebook វាផ្ញើលេខកូដឲ្យយើងហើយចូលមើលបងប្អូនចូលអូសទៅមើលមកចុច click លើកន្លែងខាងលើមកកន្លែងលេខកូដផ្ញើមកហ្នឹងមកអត់ចូលទៀតឲ្យ internet slow បងប្អូនបន្តទៀតវានឹងចេញទម្រង់បែបនេះហើយបន្តបងប្អូននេះគឺជាលេខកូដដែលយើងត្រូវយកគឺ400បងប្អូនត្រង់នេះមកយើង copy ទៅមក copy វា copy ទុកមកហើយបន្តទៀតចុចកន្លែង copy ហើយបន្តទៀតយើងចុចកន្លែង confirm your account ត្រង់នេះមក click លើវាបន្តទៀតយើងចុចកន្លែង confirm ហើយបន្តចុចកន្លែង OK គឺវាតាមជាងលេខទូរស័ព្ទគឺថាវាបង្កើតពិបាកជាងប៉ុន្តែវាអត់ងាយខូចចឹងបងតបមកយើងចូល account ចូល Facebook មកហើយបន្តទៀតបងប្អូនវាឲ្យយើងជ្រើសរើសរូបសារខ្ញុំអត់ដាក់ទេខ្ញុំសូម skip ខ្ញុំដាក់លេខកូដឲ្យមិញដោយសារតែខ្ញុំអត់បានបង្ហាញបងប្អូនយើងគ្រាន់តែចុចដាក់លេខកូដហើយយើងនិចមកហើយបន្តទៀតឲ្យយើង add preference ចំនួន5បន្តទៅយើងចុច add មកហើយបន្តទៀតបងប្អូនវានឹងបន្តទៀតបងប្អូនវានឹងបាន full 100%បងប្អូនដោយយើងគ្រាន់តែ add friend ឬក៏គេ add friend មកយើង confirm ដូចជា Facebook ធម្មតាបងប្អូនហើយមានតែប៉ុណ្្នឹងទេបងប្អូនសូមអរគុណសម្រាប់ការតាមដានវីដេអូខ្មែរ update 2018បងប្អូនហើយសូមជួយ subscribe ខ្ញុំផងដើម្បីបានវីដេអូថ្មីហើយបើមានចម្ងល់អីអាច comment បងប្អូនបានបងប្អូនអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលាបងប្អូនជួបគ្នាថ្ងៃក្រោយបងប្អូន